មានខ្លាឃ្មុំតូចមួយចិត្តប៊ូតុងមួយរួចសម្លៀកបំពាក់ខ្វក់ជាច្រើនក៏ធ្លាក់ចុះមកគេប្រមូលវាទាំងអស់ដាក់ចូលក្នុងម៉ាស៊ីនបោកគក់ហើយចាប់ផ្ដើមបោកប៉ុន្តែពេលគេហៀបនឹងដើរចេញគេនឹកឃើញថាមានស្រោមជើងពណ៌ក្រហមមួយគូដែលបានដាក់ចូលទៅក្នុងនោះដែរគេប្រញាប់រត់ទៅបើកទ្វារម៉ាស៊ីនប៉ុន្តែដៃទីងវាបែរជាខូចទៅវិញហើយរឿងនេះក៏ធ្វើឲ្យអ្នកទោសក្នុងពន្ធនាគារនេះកាន់តែគួរឲ្យស្រឡាញ់ជាងមុនគ្រប់គ្នាសម្លឹងមើលខ្លាឃ្មុំតូចដោយក្តីស្រឡាញ់ហាក់បីដូចជាចង់លេបគេចូលទៅក្នុងខ្លួនខ្លាឃ្មុំតូចធ្វើហាក់ដូចជាមិនឃើញហើយអង្គុយចុះហូបបាយអ្នកទោសម្នាក់និយាយថាពួកគេនឹងអត់ទោសឲ្យប្រសិនបើខ្លាឃ្មុំតូចទៅរិះគន់អាហាររបស់ចុងភៅខ្លាឃ្មុំតូចក៏ច្របាច់ទឹកពេងប៉ោះខ្ទាបទៅលើចុងភៅគេព្យាយាមជូតវាចេញប៉ុន្តែជូតកាន់តែច្រើនវាកាន់តែប្រឡាក់ពេលខ្លាឃ្មុំតូចងាកទៅរកជំនួយចុងភៅខឹងខ្លាំងណាស់គាត់ចាប់ខ្លាឃ្មុំតូចលើកឡើងខ្លាឃ្មុំតូចភ្ញាក់ផ្អើលក៏យកនំប៉័ងញ៉ាប់ចូលទៅក្នុងមាត់ចុងភៅមួយរំពេចនោះទឹកមុខចុងភៅក៏ប្រែប្រួលគាត់មិនដែលដឹងថានំសាំងវិចវាឆ្នៃដល់ថ្នាក់នេះទេពេលចុងភៅដឹងថាខ្លាឃ្មុំតូចធ្វើវាដោយដៃផ្ទាល់គាត់ក៏ប្រកាសភ្លាមថាខ្លាឃ្មុំនេះគឺជាកូនរបស់គាត់បើមានអ្នកណាហ៊ានមកប៉ះពាល់គេគាត់នឹងចែកនំម៉ាការុំឲ្យញ៉ាំពេញមួយថ្ងៃពេញមួយយប់